អាចមិនដូចគ្នានាងថាអត់មានបើសិនជាយប់មិញខ្ញុំគិតផ្ដេសផ្ដាសផ្កាដូរកន្លែងគ្រប់យ៉ាងប្រែប្រួលបើសិនជាពេលវេលាបោកក្រោយអត់មានសម្លេងរំខានអត់មានថ្លៃថ្នូរសពប្រតិបងនឹងខ្ញុំប្រហែលជាអាចជួបគ្នាវិញរាប់អានដឹងចិត្តគ្នារក្សាគ្នាបើអត់មានឋានៈថ្លៃថ្នូរអត់មានអ្នកបម្រើឆ្វេងស្ដាំមានតែសម្លេងខ្លីនឹងប៉ិនចែកចាក់ផ្កាយខាងជើងបងប្រុសនាំជើងហ្វូងទៀនគឺត្រឡប់មកផ្ទះក្រោមពន្លឺផ្កាយជើងហ្វូងអរគុណនេះអរគុណនេះម្ចាស់ស្ត្រីមើលថាគួរតែសោយសុខសប្បាយស្ដាយខ្លួនពីកាមិនអាចសងគុណព្រះអង្គមានតែលក្ខខ្លួនតើបសងព្រះទៅដោយសិលហើយមិនបានលៀបវិញសូមព្រះអង្គព្រះរាជទានយោគុណកន្លងមកគ្រោះថ្នាក់ច្រើនដងឆ្លងកាត់ស្លាប់រស់ឆាកជីវិតមិនដូចយល់សោះឥឡូវដាច់ដៃផ្ដាច់ស្នេហ៍នៅសល់ដល់ភាពបងប្អូនចងចាំក្នុងចិត្តសូមព្រះអង្គម្ចាស់ស្ត្រីរួមចិត្តជាមួយព្រះជន្មយឺនតន់ហោលាមកតើតែបែបនេះមិនដឹងថ្ងៃណាបាត់ជួបទៀតទេបាត់ដៃម្ខាងប្រកាសជាសម្រាប់ចិត្តយ៉ាងលំបាកចាប់ផ្ដើមជីវិតថ្មីសូមឲ្យបងតន់ក្នុងជីវិតថ្មីបានជួបអ្នកដែលមើលថែគាត់អ្នកមានចិត្តស្មោះត្រង់ប្រកាសជាមានសំណាងល្អសម្រាប់គេអាចរកឃើញអ្នកមាននិស្ស័យហើយក៏មកដល់ទីនេះសូមសួរនៅនេះទីនេះអាចសម្រាប់បានទេទីនេះសម្រាប់អ្នកដំណើរនិងអ្នកវង្វេងផ្លូវអាចសម្រាប់បានស្រួលដោយសារពីមុនឪពុកខ្ញុំវង្វេងផ្លូវទើបពួកយើងសាងសង់ផ្ទះសំណាក់នេះឡើងត្រជាកម្មហោះហើរជុំវិញព្រៃសំលេងខ្លីពិតជាធ្វើឲ្យមនុស្សមានសង្ឃឹមណាស់ការធ្វើដំណើរហត់នឿយពាក់កណ្ដាលព្រៃពន្លឺចង្កៀងសង្ឃឹមអ្នក
ជាតិ សំណាក់នេះពិតជាសំណាក់អ្នកដែលពវែងផ្លែគ្រាន់តែរស់ស៊ីនៅកណ្ដាលព្រៃពិតជាមិនងាយទេ សាងសង់សំណាក់នេះមិនមែនព្រោះតែប្រាក់ទេដោយសម្ដីបងប្រុសគឺឲ្យអ្នកដំណើរងាយស្រួលមនុស្សមានសង្ឃឹម គ្រាន់តែត្រជាកម្មទៅមកតែមានពេលឆ្លុះវង្វេង មនុស្សរស់នៅមិនត្រូវវង្វេងឲ្យផ្កាយ7ឆ្លងផ្លូវអាចជួបអនាគតឲ្យតែមានចិត្តជឿជាក់ពិតជាអាចរកឃើញពេញចិត្ត ដែលនាងលាក់ខ្លួនកណ្ដាលព្រៃតែចិត្តភ្លឺដូចកញ្ចក់តាន់ហងសូមសរសើរ បងប្រុសសរសើរពេកហើយសៀវយានជាតិនេះវេលាដែលសប្បាយបំផុតគឺបានឃើញភ្ញៀវម្នាក់ៗក្រោយពេលសម្រាកមានទឹកមុខសប្បាយញញឹមឡើងវិញបងប្រុសមកដល់ទីនេះមើលទៅមិនទាន់ញ៉ាំបាយទេអញ្ចឹងភ្លក់នំដុតដែលសៀវយានធ្វើទៅ អូរំខានដល់នាងសៀវយានហើយ 10 ឆ្នាំមិនភ្លេចសន្យាស្រឡាញ់មួយជីវិតមិនប្រែចិត្តបេះដូងស្ទើរស្ទៀងស្នេហ៍អួលអំបងនាបដើមបើបានជាការមិនមកលីអូនផងបើតែចិត្តបងសូមនួនអងរីករាយតែបានជាការក៏ទៅឲ្យផុតទៅក៏តកដើមជើងបើលើបេះដូងអូអូនតែមួយដែលត្រូវបងជន់ឈ្លីព្រោះស្នេហ៍ឈរវីខ្លាំងលះបងគ្រប់អួយវ័យមិនអីទេស្មងប្រគល់ជួពីស័យឲ្យតែបងប្រណីនៅក្បែរអូនដោយស្មងមិនខ្វល់ថាអាដិនបងធ្លាប់ជានរណាមិនខ្វល់រៀបរាធ្លាប់ក្បត់គេប៉ុន្មានដងឲ្យតែពួកយើងនឹងទៅស្រុកលៀងហើយឆ្លងកាត់ជាអំណាចម្ចាស់ស្ត្រីយល់យ៉ាងណា ព្រះអង្គបានធ្វើតាមសន្យានាំខ្ញុំម្ចាស់ដើរគ្រប់ទីកន្លែងឃើញប្រជារាស្ត្របានសុខសាន្តខ្ញុំម្ចាស់ពេញចិត្តណាស់ នៅចាំកាលនោះអូនបានឃើញដំណាក់ជាហ្វាន់មានចិត្តរំភើបឆ្ងល់បែបណាឥឡូវដំណាក់នេះដោយសារគុណធម៌របស់អូនហើយមានពលឺចែកចាំង ខ្ញុំម្ចាស់គ្រាន់តែមិនហ៊ានក្បត់សន្យាជួយប្រជារាស្ត្រជាបំណងរបស់ព្រះអង្គដំណាក់ក្រោយសុខសាន្តជាបំណងខ្ញុំម្ចាស់ព្រះអង្គខ្ញុំម្ចាស់សន្យាចិត្តបំណងដូចគ្នា នៅក្នុងជាតិនេះ ឥឡូវមិនមានទុកស្រេកឃ្លានមន្ត្រីក្បត់ព្រះអង្គគ្រប់គ្រងរាជកិច្ចការពារប្រជារាស្ត្រទឹកដីសុខសាន្តហើយ ជាវូក៏ធ្វើបានគុណធម៌រាជវង្ស